មានចចកធំមួយវាតែងដើររកត្រពាំងបឹងបួរដែលរៀងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរៀងទឹកអស់នៅតែប្រឡងមួយមានត្រីកំពឹសជាច្រើនណាស់ចចកត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់កំពឹសឃើញចចកចូលមកក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភុកណាស់ដូច្នេះបរិភោគមិនឆ្ងាញ់ពិសាទេបងត្រូវយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីទើបឆ្ងាញ់ពិសាចចកក៏បានសួរទៅកាន់កំពឹសថាធ្វើដោយមិនណាត់នឹងយកទៅលាងទឹកបានបើច្រើនដល់ម្លេះកំពឹសក៏បានតបទៅវិញថាបងកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងឯងបានស្រួលប៉ុន្តែបងឯងត្រូវធ្វើតាមខ្ញុំចចកក៏ឆ្លើយថាបាននិយាយមកមើលកំពឹសក៏បានប្រាប់ទៅចចកវិញថាបើដូច្នេះចូលបងឯងចុះមកដេកនានាក្នុងភូកនេះហើយយើងទាំងអស់គ្នានឹងបានតងខំរំបងឯងនឹងនាំយើងទៅរកស្ទឹងបឹងបួរឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចចកជីសัตว์ល្មូបហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីបបួនគ្នាតងរំចចកទៅលុះទៅដល់បឹងមួយមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីនិងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពូត្រីដឹងថាចចកជញ្ជូនអស់ហើយនាំគ្នាមុជចុះក្នុងទឹកជ្រោះបាត់អស់ចចកដឹងថាកំពឹសបញ្ឆោតហើយខឹងណាស់ក៏ដើរទៅបបួលអស់សត្វតូចធំមកបាច់ទឹកបឹងនោះឲ្យរៀងសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាច់ទឹកឲ្យរៀងទាំងបឹងភ័យណាស់ក៏ទៅពឹងបងសុផាទន្សាយឲ្យមកជួយដកទុកឯទន្សាយលោកព្រឹកព្រិះហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងតែបាច់ទឹកក៏ស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំដបិតព្រះអ៊ីនឲ្យខ្ញុំនាំសម្ពុតមកប្រាប់គ្រប់គ្នាថាព្រះអ៊ីនលោកនឹងមកកាច់ជើងទ្រុំជើងអកកាច់ក្បាលចចកដកភ្លុកដំរីសអស់សត្វឮថាសម្ពុតព្រះអ៊ីនដូច្នោះភ័យណាស់ផ្អើលជន់លើគ្នាស្ទុះបោទៅជន់លើពោះធ្លាន់ជាទំនប់ថ្លៃទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ជាចំណែកត្រីវិញ